នេះជាវិធីបង្កើត Apple ID តាម key computer យើងទី1យើងចូល account .apple.com យើងចូលមកតោះមកយើងចុច create your Apple account តោះមកយើងបំពេញឈ្មោះបំពេញថ្ងៃខែឆ្នាំកំណើតតោះមកយើងបំពេញ email ដែលយើងយកមកបង្កើត Apple ID ហើយយើងដាក់ password Apple ID ហើយយើងបញ្ជាក់នៅ password Apple ID មួយដងទៀតតបមកលេខទូរស័ព្ទនេះកន្លែងនេះបើលេខទូរស័ព្ទដាក់លេខទូរស័ព្ទខ្មែរបានយើងដាក់លេខទូរស័ព្ទបរទេសបើយើងអត់មានទេអាចតាក់ទងខ្ញុំបានដល់ខ្ញុំដាក់លេខខ្មែរអត់បានទេខ្ញុំដាក់លេខប្រទេសផ្សេងឧទាហរណ៍ថាខ្ញុំរើសប្រទេសកូឡុំបៀចុះអញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទប្រទេសកូឡុំបៀហើយយើងវាយលេខកូដបញ្ជាក់ហើយយើង continue នេះវានឹងលោតចូល email ដើម្បីបញ្ជាក់លេខកូដយើងវាយលេខកូដចូលមកហើយយើង continue នឹងហើយបន្ទាប់មកវានឹងលោតចូលលេខទូរស័ព្ទដែលយើងបានដាក់ប៉ុណ្ណឹងមិញហ្នឹងយើងបានលេខកូដយើងវាយចូលមកអូខេពេលចូលដល់កន្លែងនេះបានថាលេខទូរស័ព្ទហ្នឹងជាលេខទូរស័ព្ទប្រទេសគេហើយយើងមិនអាចប្រើបានទេយើងអេតលេខទូរស័ព្ទនៅស្រុកខ្មែរយើងវិញយើងអេតតាមរបៀបនេះវិញអញ្ចឹងដាក់លេខទូរស័ព្ទស្រុកខ្មែរវិញមកតាមនេះមកយើងចូល C Cambodia យក Cambodia ដាក់លេខប្រមាណរបស់យើងក្នុងខ្មែរយើងហើយយើងបញ្ជាក់ទៅ password Apple ID លេខនេះប្រើច្រើនពេកមិនអាចដាក់ចូលបានសិតតែលេខគេប្រើច្រើនពេក
ខេលេខនេះនៅសល់ជាងយើងដាក់លេខនេះមកយើងបានលេខខ្មែរយើងដកលេខបរទេសចេញទៅបាទនេះជាការស្រេចតើមកយើងសាញ់ឲ្យយើងបាត់ Apple ID ពេញលេខទៅមានលេខទូរស័ព្ទខ្មែរវិញហើយអូខេ